សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងទៅរកពេលក្នុងការរកផ្ទៃកន្លាអូខេអញ្ចឹងនេះគឺខ្ញុំឧទាហរណ៍ជាក់ស្ដែងខ្ញុំឧទាហរណ៍ដីស្រែបងប្អូនរៀនអញ្ចឹងណាដល់នេះគឺបើយើងពុះទៅវាបានជារៀងចតុកោណកែមួយនិងត្រីកោណមួយអញ្ចឹងរបៀបក្នុងការរកផ្ទៃកន្លាដីនេះគឺយើងត្រូវរកផ្ទៃកន្លាត្រីកោណខាងលើនេះហើយនឹងផ្ទៃកន្លាចតុកោណនេះយើងបូកសរុបចូលគ្នាមកបាទអញ្ចឹងយើងទៅរកទាំងអស់គ្នាអញ្ចឹងដំបូងហើយគឺខ្ញុំរកផ្ទៃកន្លានេះសិនផ្ទៃកន្លានេះផ្ទៃកន្លាត្រីកោណអូខេដីនេះរៀងត្រីកោណខាងលើទៅពេលក្រោមរៀងជាចតុកោណកែងណាអញ្ចឹងយើងរកផ្ទៃកន្លាទាំងពីរនេះបូកចូលគ្នាមកឥឡូវខ្ញុំរកផ្ទៃកន្លាត្រីកោណសិនដែលខ្ញុំតាមនៅអក្សរ S ណានឹងដាក់ត្រីកោណអញ្ចឹងផ្ទៃកន្លាត្រីកោណយើងរកតាមរូបមន្តហេរុងយើងយកកន្លះបរិមាត្រដកនឹងជ្រុងទី1ដកនឹងជ្រុងទី2អញ្ចឹងណាខ្ញុំបានបង្ហាញបងប្អូនមុនហើយបាទចាំមកឥឡូវរបៀបក្នុងរូបកន្លះបរិមាត្រ2នេះគឺជាកន្លះបរិមាត្រគឺយើងត្រូវយកជ្រុងរបស់វាណាជ្រុងត្រីកោណទាំង3នេះបូកចូលគ្នាមកអញ្ចឹងត្រង់នេះគឺស្មើ15បងប្អូនព្រោះវាស្មើគ្នាទៅនេះបើយើងមើលមកគឺ15ម៉ែត្រដែរទៅនេះដែរអញ្ចឹងជ្រុងទី1គឺ15នឹងទៅហើយជ្រុងទី2 10ដល់ពេលជ្រុងទី3ក៏15ដែរអញ្ចឹងយើងចែកពីនឹង2មកយើងឃើញថាវាស្មើនឹងអានេះសរុបចូលគ្នាយើងចែកនឹង2មកបងគិតមកណាកាសូបានដែរលឿនហើយយើងចែកទៅយើងបាន20បងចែកទៅ20ចឹងយើងឃើញកន្លះបរិមាត្រហើយយើងអាចរកផ្ទៃកន្លាត្រីកោណឃើញហើយចឹងយើងយកវាមកជួនក្នុងរូបមន្តលើនេះមកនេះpស្មើនឹង20ចឹង20ហើយpទៀត20ដកនឹងជ្រុងទី1 15នឹងទៅយក20ដកនឹងជ្រុងទី2ហ្នឹងទៅ10ហើយយក20ដកនឹងជ្រុងទី3ហ្នឹងបងប្អូនណាចឹងយើងរកបរិមាត្រឃើញហើយកន្លះបរិមាត្រឃើញហើយយើងយកជ្រុងដកជ្រុងទាំង3របស់ត្រីកោណមកចេះមកសេចេះមកបងប្អូនបាទអញ្ចឹងយើងធ្វើការគណនាទៅអានេះ20យើងទុកវាសិន20ដក15ទៅនៅសល់5វាគុណបងប្អូនតើសគុណហើយពីយើងអានេះវងកញ្ចក់ហើយនេះបាននេះបាន10 20ដក10ទៅបាន10ហើយ20ដក15គឺបាន5អញ្ចឹងយើងគុណបញ្ចូលគ្នាមកយើងឃើញថាវាស្មើនឹង5000បងប្អូនណាគិតជាមួយខ្ញុំអញ្ចឹងវាស្មើ5000អញ្ចឹង5000នេះដោយសារវាជាប្រាឌិកាវាជាសញ្ញានេះបងប្អូនអាចគិតនៅក្នុងកាសយោបានក្នុងទូរស័ព្ទដៃគឺយើងមានហើយបងប្អូនវាយ5000នេះទៅហើយចុចសញ្ញានេះទៅវាបញ្ចេញតម្លៃមកគឺយើងបាន70.71ម៉ែត្រការ៉េអញ្ចឹងយើងរកផ្ទៃកន្លាត្រីកោណឃើញហើយយើងទៅរកផ្ទៃកន្លាដីមួយនេះដែលនៅជាប់នេះរៀងចតុកោណកែងអញ្ចឹងចតុកោណកែងគឺយើងឥឡូវខ្ញុំរកផ្ទៃកន្លាចតុកោណកែងដោយសារដីនេះឥឡូវខ្ញុំសេកាត់ទៅណាបងដោយសារដីនេះវារៀងចតុកោណកែងយើងអាចប្រើរូបមន្តដោយគុណទឹកបានបងប្អូនណាមិនបាក់យើងប្រើរូបមន្តហេរុងនេះយើងបាក់ពុះពី2នេះណាដោយសារវារៀងចតុកោណកែងអញ្ចឹងយើងអាចប្រើរូបមន្តបដោយគុណនឹងទឹកបានបើសិនជាវាដីស្រែនឹងនេះមិនមែនចូលរៀងចតុកោណកែងទេយើងអាចប្រើរូបមន្តនឹងបានណាយើងរកតាមរូបមន្តមួយទៀតគុណនឹងទឹកយ៉ាងមកអញ្ចឹងបដោយគឺ15ដល់ពេលទឹកមកវា13អញ្ចឹងយើងគុណមក5គុណនឹង13យើងសរុបចូលគ្នាមកយើងឃើញថាវាស្មើនឹង5195ម៉ែត្រការ៉េយើងគុណមកឃើញប៉ុណ្ណឹងអញ្ចឹងយើងឃើញផ្ទៃកន្លាដីខាងលើហើយដីក្រោមយើងចង់សរុបផ្ទៃកន្លាទាំងមូលយើងសរុបចូលគ្នាមក
tây cỡ lá từng múi chẳng việc mà nắng nè tây là tây cầu nữa tây là đây chấm rịa đây riêng tây cầu cứ chất sập muối chất sập chất muối bộ cho muối đây để mình riêng chặt con cái chân sờ rộp cho cái niệm máu việc mà nâng bóng ôn cồn máu bộ cho cái máu khơi nhà pram pấn pi rối họ sập pram chất sập muối bồn chui kết từng này nè chẳng đây từng môn đi đây để mình rút ra được nhập bản vật lưu từ họ này cứ dịch ảnh cực tam thì thi nipa nó bồn ai cho tam thi nipa hay là sân cho bóng ôn trong cực chỉ bóng ôn trong bóng chung ngon lắm trong cực đây nắng chỉ bóng ôn vô về để chạy nó mà rồi máu do mệt kề để những cái chạy nó mà rồi máu những cái speed cho pram môi pấn pram rối chất sập muối nó bố mà nó bố lại kết chỉ bắt là dân vô Việt chạy mà rồi hay bữa sau mà bố trong kết chạy ta với mà bố vô mệt kề thì những cái vô chạy mùi đằng mà mơn bố mà ta với mà mơn mệt kề thì vô chạy đâu cứ mà cứ lần này bố nè chương bị khơi đây nó cứ về riêng lại ta bồn mà sồn chích pram gì cắt bộ cọt đấy sồn chích pram thì chúng ta về là bà mà lại ta bồn được chạy mờ nữa bà bồn hay cái này cái mình bên này bây giờ chỉ còn lấy cái sông lời chat lời comment grom mình chỉ chìm lại tao hay bây giờ thì mình là có chụp cái sông mình ta chia sẻ hay những con chỉ cả chạy đồng lấy của làm thế hay bây giờ chú cho ai chỉ likeនិង follow page ខ្ញុំអ្នកមួយហើយនិង subscribe channel របស់ខ្ញុំបាទចឹងអរគុណបងប្អូនសម្រាប់ការទស្សនា